ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាកូរ៉េ MNK Learning ទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងរៀនអំពីវេយ្យាករណ៍នៅក្នុងភាសាកូរ៉េតោះអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរចូលទៅដល់មេរៀនយើងទាំងអស់គ្នាវេយ្យាករណ៍កូរ៉េទង់សាបូកជាមួយនឹងរៀលកូហាតាមានបំណងចង់ធ្វើឬមានគម្រោងចង់ទម្រង់ទង់សាបូកជាមួយនឹងរៀលកូហាតាគឺជាទម្រង់ដែលគេប្រើដើម្បីបញ្ជាក់អំពីគម្រោងឬបំណងរបស់អ្នកនិយាយថាសម្រាប់ចិត្តនឹងធ្វើឲ្យសកម្មភាពឬគម្រោងនោះមិនទាន់បានធ្វើនៅឡើយទេដែលមានអត្ថន័យប្រែថាមានបំណងធ្វើឬមានគម្រោងចង់ធ្វើទម្រង់អតីតកាលរបស់រៀលកូហាតាគឺប្រើទៅជារៀលកូហេតាដែលគេប្រើប្រយោគនេះនៅពេលដែលគម្រោងឬសកម្មភាពដែលគេចង់ធ្វើនោះនៅមិនទាន់បានធ្វើដោយមិនរំពឹងទុកមានន័យថាគ្រោងនឹងធ្វើតែបែរជាមិនបានធ្វើរបៀបប្រើរាល់កិរិយាសព្ទដែលបញ្ចប់ដោយស្រៈឬរៀលប្រើជាមួយនឹងរៀលកូហាតាកិរិយាសព្ទដែលបញ្ចប់ដោយព្យញ្ជនៈប្រើរៀលកូហាតាឧទាហរណ៍មកតាបញ្ចប់ដោយព្យញ្ជនៈអញ្ចឹងយើងបូកជាមួយនឹងរៀលកូហាតាទៅជាមករៀលកូហាតាប្រែថាមានបំណងចង់ញ៉ាំអ៊ីកតាប្រែថាអានអ៊ីកតាបញ្ចប់ដោយព្យញ្ជនៈអញ្ចឹងយើងបូកជាមួយនឹងរៀលកូហាតាទៅជារៀលកូហាតាប្រែថាមានបំណងចង់អានម៉ាន់ណាតាប្រែថាជួបម៉ាណាដាបញ្ចប់ដោយស្រៈអញ្ចឹងយើងបូកជាមួយនឹងរៀលកូហាតាទៅជាម៉ាណារៀលកូហាតាប្រែថាមានបំណងចង់ជួបផូដាប្រែថាមើលផូដាបញ្ចប់ដោយស្រៈយើងបូកជាមួយនឹងរៀលកូហាតាទៅជាផូរៀលកូហាតាប្រែថាមានបំណងចង់មើលមកឥឡូវយើងមកមើលឧទាហរណ៍ជាប្រយោគសន្ទនាម្ដងអូនើឆនយកេម៉ូហេអូអូនើប្រែថាថ្ងៃនេះឆនយកគេប្រែថានៅពេលល្ងាចម៉ូហេអូប្រែថាធ្វើអ្វីអញ្ចឹងប្រយោគនេះគេនិយាយថាតើនៅពេលល្ងាចនេះតើអ្នកធ្វើអ្វី부모님하고 외식하려고 해요. 부모님하고ប្រែថាជាមួយនឹងឪពុកម្ដាយ 외식하려고 해요 ប្រែថាមានបំណងចង់ទៅញ៉ាំអីនៅខាងក្រៅអញ្ចឹងប្រយោគនេះគេនិយាយថាខ្ញុំមានបំណងចង់ទៅញ៉ាំអីនៅខាងក្រៅជាមួយឪពុកម្ដាយចាំមេរៀនយើងថ្ងៃនេះគឺមានតែប៉ុណ្ណេះទេហើយក៏អរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះប្រសិនបើពុកម៉ែបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗនៅក្នុងវីដេអូបន្តទៀត